ប្រហើនេះខ្ញុំរកប្រហើពិសេសខ្ញុំរកជាមួយត្រីឆ្អាហើយមានត្រីឆ្អាបកអស់ហើយមានខ្ទឹមសហើយនៅក្រៃលីងហើយទៅមកបុកចូលគ្នាប៉ុន្តែដោយសារម្ហូបនេះបើសិនជាយើងបុកលេងម្ទេសទៀតគឺពិសេសមែនតើប៉ុន្តែដោយសារតែខ្ញុំធ្វើហ្នឹងមានគាត់ញ៉ាំជាមួយផងអញ្ចឹងគឺវាចេះហើយអញ្ចឹងខ្ញុំធ្វើអត់ដាក់ទេនេះណានេះកំពុងតែបុកត្រីឆ្អាហ្នឹងលើជាដំបូងចាប់ដល់បងទៅពីងចូលមុនដោយសារទៅពីងវាត្រូវការប្រើតិចពេលយូរក្នុងការចម្អិនវាចឹងដាក់ទៅពីងមុនទៅពីងនេះបានស្រុកមុនរួចម្ដងហើយដើម្បីកាត់បន្ថយកុំឲ្យវារាបធំហាងបន្ទាប់ពីពុកបានមកពុកមកឥឡូវយើងចាប់ផ្ដើមដាក់មាននេះជាទឹក3ជាន់ដាក់លើទឹក3ជាន់បន្តិចមកហើយបន្ទាប់មកយើងដាក់មានអានេះគេហៅល្ពៅមានល្ពៅបន្តិចមកនេះប្រាវចូលមកយើងដាក់ស្លីពោតចូលស្លីពោតនេះស្លីពោតខ្ញុំចាប់តាមប្រូវាមកបន្ទប់ទៀតแล้วពុកបានមកទុកពុំហើយខ្ញុំចាប់ផ្ដើមដាក់ទៅនេះគឺត្រីមិញត្រីឆ្អើដែលបានបុករួចហើយអញ្ចឹងក្នុងត្រីឆ្អើនេះខ្ញុំបានដាក់អំបិលស្ករប៊ីចេងហើយជាមួយនឹងទឹកត្រីហើយខ្ញុំដាក់ប្រហុកទេខ្ញុំដាក់ទឹកត្រីជានោះវិញអញ្ចឹងខ្ញុំដាក់ចូលปูវាទៅដើម្បីឲ្យវាចូលជាតិអញ្ចឹងចាប់ផ្ដើមដាក់ផ្សិតចូលផ្សិតហើយពីយើងទៅបានមកបន្ទប់ហើយដាក់ផ្សិតចូលផ្សិតហើយដាក់នំ
ចឹងយើងរងាស់មកទទួលទៀតយើងនឹងចាប់តាមដាក់មានទីចឹងចាប់តាមដាក់ទីចូលនេះទីនេះគេហៅស្អន់